ជំទាវចន់ច័ន្ទលក្ខណាសម្ដែងក្តីសោកស្ដាយជាពន់ពេកនិងចូលរួមរំលែកមរណទុក្ខចំពោះមរណភាពអតីតម្ដាយក្មេកដែលត្រូវជាម្ដាយបង្កើតរបស់លោកយុទ្ធរាជនី បានទទួលមរណភាពដោយសារតែជំងឺមួយនេះនៅព្រឹកថ្ងៃទី22ខែមីនាឆ្នាំ2025នេះក្រោយ Facebook របស់លោកជំទាវចន់ច័ន្ទលក្ខណាបានជូនដំណឹងពីមរណភាពដ៏ក្រិមក្រំដោយអ្នកនាងរំជួលចិត្តនិងសោកស្ដាយយ៉ាងខ្លាំងដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់គឺអតីតម្ដាយក្មេកដែលត្រូវជាម្ដាយបង្កើតរបស់លោកយុទ្ធរាជនីបានទទួលមរណភាពហើយតាមរយៈការបង្ហោះជូនដំណឹងនេះបានឲ្យដឹងថាម្ដាយរបស់លោកយុទ្ធរាជនីបានទទួលមរណភាពដោយសារស្ទះសរសៃឈាមខួរក្បាលនៅឯមន្ទីរពេទ្យកាឡាម៉ែតនៅកាលពីថ្ងៃទី22ខែមីនាឆ្នាំ2025នេះនៅក្នុងនោះដែរជំទាវចន់ច័ន្ទលក្ខណាបានសរសេររៀបរាប់ថាដំណឹងមរណទុក្ខព្រឹកនេះអតីតម្ដាយក្មេកខ្ញុំគាត់បានទទួលមរណភាពដោយជំងឺស្ទះសរសៃឈាមខួរក្បាលខ្ញុំសូមចូលរួមរំលែកទុក្ខផងម៉ាក់គាត់ទៅបានសុខនិងផុតទុក្ខកង្វល់ទាំងឡាយទាំងពួងអស់ហើយនៅតែពួកយើងទេដែលត្រូវរ៉ាប់រងបន្ទុកនិងបញ្ហាជីវិតសូមបងរឹងមាំឡើងដើម្បីកូនពួកគាត់នៅតូចណាស់ជំនួសមុខបងយុទ្ធរាជនីខ្ញុំសូមគោរពអញ្ជើញញាតិមិត្តបងប្អូនចូលរួមពិធីបុណ្យផងទីតាំងបុណ្យខ្ញុំនឹងបញ្ជាក់ជូននៅពេលក្រោយព្រោះពេលនេះសពរបស់អ្នកម្ដាយកំពុងនៅមន្ទីរពេទ្យកាឡាម៉ែតយ៉ាងណាមិញនៅក្នុងពិធីបុណ្យសពរបស់អ្នកម្ដាយតារាប្រុសនេះគេក៏ឃើញវត្តមានរបស់ជំទាវចន់ច័ន្ទលក្ខណាទៅចូលរួមផងដែរដោយនៅក្នុងនោះអ្នកនាងបានបង្ហោះសារនៅលើគណនី Facebook ម្ដងទៀតពីក្តីទុក្ខសោកយ៉ាងក្រៃលែងដូចនេះថាដំណឹងមរណទុក្ខព្រឹកមិញនេះអតីតម្ដាយក្មេកខ្ញុំបានទទួលមរណភាពដោយសារជំងឺស្ទះសរសៃឈាមខួរក្បាលខ្ញុំសូមចូលរួមរំលែកមរណទុក្ខផងម៉ាក់គាត់ទៅបានសុខហើយនិងផុតកង្វល់ទាំងឡាយទាំងពួងហើយនៅតែពួកយើងដែលត្រូវរ៉ាប់រងជីវិតសូមបងរឹងមាំឡើងដើម្បីកូននៅតូចណាស់ជំនួសឲ្យបងយុទ្ធរាជនីខ្ញុំសូមគោរពអញ្ជើញញាតិមិត្តបងប្អូនចូលរួមពិធីបុណ្យផងកម្មវិធីបុណ្យធ្វើនៅផ្ទះលេខ12ផ្លូវលេខ10បរិយាពិភពថ្មី CTN